បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទឥឡូវនេះនេះថ្ងៃពុធទី20ខែឧសភាឆ្នាំ2026ឥឡូវខ្ញុំត្រឡប់មករៀបចំធ្វើបច្ចុប្បន្នភាពអន្តរជាតិជូនប្រិយមិត្តវិញខ្លះដោយមិនចេញជារូបទេចេញជាសំឡេងចឹងឲ្យប្រិយមិត្តមើលមករយៈសិនបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃពុធទី20ឧសភាឆ្នាំ2026នេះគឺខ្ញុំឃើញមានការផ្សាយចំនួន3ដែលខ្ញុំចាប់អារម្មណ៍យកមកជម្រាបជូនប្រិយមិត្តហ្នឹងគឺទី1នេះគឺខាងជប៉ុនបាទជប៉ុនគាត់បានផ្ដល់ថវិកាចំនួន$11,000,000,000ថែមទៀតដើម្បីសកម្មភាពដោះមីននិងជួយជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាហើយព័ត៌មានទី2នេះគឺខាងអ៊ុយក្រែនបានឲ្យដឹងថាខ្លួនកំពុងតែពង្រឹងកងកម្លាំងនៅតំបន់ភាគខាងជើងប្រទេសដោយបារម្ភខ្លាចរុស្ស៊ីប្រើប្រាស់ទឹកដីបេឡារុសហ្នឹងវាយប្រហារចូលមកពីច្រកខាងតំបន់គៀវបាទតំបន់គៀវពីខាងលើនោះមកចូលមកក្នុងប្រទេសអ៊ុយក្រែនដោយសារតែអ៊ុយក្រែនបានទទួលព័ត៌មានថារុស្ស៊ីនឹងបានរៀបចំសកម្មភាពដើម្បីវាយប្រហារនៅរដូវក្តៅនេះហើយព័ត៌មានទី3នេះគឺខាងប្រទេសថៃឥឡូវនេះគឺរឹតបន្តឹងទិដ្ឋាការដោយដាក់ច្បាប់ថ្មីទៅលើទេសចរដែលចូលទៅក្នុងប្រទេសថៃដោយហេតុផលថាមានជនបរទេសជាច្រើនហ្នឹងបានប្រព្រឹត្តអំពើផ្ដេសផ្ដាសបាទផ្ដេសផ្ដាសអក្រិតកម្មនៅក្នុងប្រទេសថៃបាទនេះគឺជាព័ត៌មានដែលខ្ញុំសម្រាប់យកជូនប្រិមិត្តនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះបាទហើយដូចដែលខ្ញុំបានជម្រាបមុននេះបន្តិចចឹងគឺពីសម្រាប់ព័ត៌មានអន្តរជាតិហ្នឹងគឺខ្ញុំផ្ដោតសំខាន់រឿងកម្ពុជារឿងថៃហើយនិងរឿងអ៊ុយក្រែនហើយរឿងក្រៅពីនឹងទៀតគឺបន្ថែមមួយពីរទៀតដើម្បីឲ្យប្រិមិត្តបានដឹងបច្ចុប្បន្នភាពពីព្រោះអីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននោះគឺចាប់ផ្ដើមក្តៅឡើងវិញបន្តិចម្ដងហើយបាទចឹងព័ត៌មានទី1នេះគឺមានសេចក្តីរាយការណ៍ច្រើននៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅប្រទេសនេះដែរហើយក៏ស្ថានទូតក៏បានផ្សាយដោយផ្ទាល់អញ្ចឹងខ្ញុំសូមដកស្រង់សម្រាំងបញ្ចូលគ្នានៅព័ត៌មានដែលបានផ្សាយនោះគឺបានឲ្យដឹងថារដ្ឋាភិបាលជប៉ុនបានព្រមព្រៀងផ្ដល់ឲ្យប្រទេសកម្ពុជានៅថវិកាជាលុយជប៉ុនហ្នឹងគឺចំនួន1.7 ពាន់លានយេនដែលជាទៅជា$11,000,000សហរដ្ឋអាមេរិកជាថវិកាដើម្បីជំនួយទៅដល់សកម្មភាពដោះមីននៅក្នុងប្រទេសកម្ពុជាហ្នឹងគេហៅថាតាមរយៈអឺដំណាក់កាលទី3នៅក្នុងការបោះសម្អាតមីនក៏ដូចជាជួយជនរងគ្រោះនៅក្នុងប្រទេសកម្ពុជាហើយថវិកាហ្នឹងគឺបានបញ្ចប់នៅដំណាក់កាលទី2នៃគម្រោងដោះមីនដែលជប៉ុនបានជួយក្នុងពេលកន្លងមកដែលបានបញ្ចប់ទៅកាលពីឆ្នាំ2025ដែលពេលនោះមានថវិកាសរុបចំនួន$17,000,000សហរដ្ឋអាមេរិកណាបាទបើតាមเพจរបស់ Facebook របស់ខាងស្ថានទូតរបស់ជប៉ុនប្រចាំនៅប្រទេសកម្ពុជាដែលខ្ញុំចូលទៅមើលនោះគឺលោកបានសរសេរថាលោកឯកអគ្គរដ្ឋទូតអ៊ូអ៊ីណូបានចូលរួមនៅក្នុងពិធីហ្នឹងគឺនៅពិធីនោះគឺបានធ្វើកាលពីថ្ងៃទី18ខែឧសភាគឺលោកឯកអគ្គរដ្ឋទូតរបស់ជប៉ុនហ្នឹងបានចូលរួមនៅក្នុងពិធីប្រគល់និងទទួលគ្រឿងចាក់បោះសម្អាតមីនហ្នឹងហើយក៏ជាការមួយចាប់ផ្ដើមដំណាក់កាលថ្មីនៃគម្រោងគ្រប់គ្រងសកម្មភាពមីនក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនរួមជាមួយដែលភាគីដែលចូលរួមនោះគឺបើតាមស្ថានទូតជប៉ុនឲ្យដឹងគឺមានលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសកម្ពុជាហើយស្ថានទូតបានបញ្ជាក់នៅក្នុងសាររបស់ខ្លួនតាមបណ្ដាញសង្គម Facebook បន្ថែមថាប្រទេសជប៉ុននឹងបន្តគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចបាននៅសង្គមគ្មានមីននៅកម្ពុជានិងបង្កើតបរិយាកាសមួយដែលប្រជាជនអាចរស់នៅប្រកបដោយសុវត្ថិភាពនិងស្ងប់សុខបាទនេះគឺជាសារពីខាងស្ថានទូតជប៉ុនហើយសូមបញ្ជាក់ជូនប្រិមិត្តផងដែរគឺការផ្ដល់ថវិកាដោះមីននេះវាស្របជាមួយនឹងពេលដែលកម្ពុជាមានបញ្ហាជាមួយនឹងថៃតាក់ទងនឹងការដោះបញ្ហាព្រំដែនហើយមានការស្នើដោះមីនអីហ្នឹងក៏ប៉ុន្តែគម្រោងនេះគឺដាច់ដោយឡែកពីគ្នាទេណាគឺបើតាមការរាយការណ៍នេះគឺដែលខាងអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងគឺគម្រោងជំហានទី3នេះ
បាទគឺនឹងដំណើរការរហូតដល់ឆ្នាំ2028ខែមករាឆ្នាំ2028ហើយដំណាក់កាលថ្មីនេះគឺស៊ីម៉ាក់គាត់នឹងបោសសម្អាតផ្ទៃដីចំនួនជិត5000ហិកតាឯណោះបាទហើយដែលមានរងផលប៉ះពាល់ទៅដោយសាមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលមាននៅក្នុងខេត្តបាត់ដំបងមានពោធិ៍សាត់ហើយនិងកោះកុងបាទខេត្តជាប់ព្រំដែនហ្នឹងណាបាទដូច្នេះអាចនឹងទៅប៉ះទៅដល់តំបន់ដែលមានការប៉ះទង្គិចគ្នាក៏យ៉ាងណាមិនទាន់បានច្បាស់ដែរក៏ប៉ុន្តែគាត់ថានេះជាគម្រោងដែលជប៉ុនជួយមកហើយក៏មាននៅនៅខេត្តកោះកុងផងដែរណាកោះកុងគឺបានជួយដោះមីនហើយក៏ជួយដល់ជនរងគ្រោះហើយក៏មានការជួយទៅដល់ការដោះមីនបន្ទាន់នៅក្នុងតំបន់នៅក្នុងខាងប៉ៃលិនផងដែរហើយគម្រោងនេះគឺនឹងជួយទៅដល់ជនរងគ្រោះដោយសារក្របមីនហ្នឹងគឺឲ្យមានការធ្វើការអភិវឌ្ឍបាទសហគមន៍បោះសម្អាតមីនក៏ដូចជាទិញសម្ភារៈបោះសម្អាតមីននឹងបន្ថែមទៀតផងដែរនេះបើតាមសេចក្តីរាយការណ៍នានាដែលផ្សាយមកខាងក្រៅប្រទេសនេះដែលខ្ញុំបានឃើញណាបាទហើយព័ត៌មានទី2នេះគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាគឺមានGuardian មាន AP ហ្នឹងបាទដែលខ្ញុំដកស្រង់មកនេះគឺបានឲ្យដឹងថាអ៊ុយក្រែននឹងបញ្ជូនកងកម្លាំងអ៊ុយក្រែននឹងបញ្ជូនកងកម្លាំងរបស់ខ្លួនដើម្បីទៅការពារនិងពង្រឹងកម្លាំងនៅតាមតំបន់នៅភាគខាងជើងប្រទេសហើយនឹងក៏ដូចជាការបង្កើននៅខាងការទូតដាក់សម្ពាធបន្ថែមទៀតទៅលើប្រទេសបេឡារុសដើម្បីទប់ទល់នឹងអ្វីដែលអ៊ុយក្រែនមើលឃើញនិងជឿជាក់ថាឥឡូវនេះគឺរុស្ស៊ីកំពុងតែរៀបចំផែនការដើម្បីវាយប្រហារនៅរដូវក្តៅមកលើប្រទេសអ៊ុយក្រែនហ្នឹងចេញពីច្រកខាងជើងរដ្ឋធានីនៃទីក្រុងគៀវហ្នឹងដែលចេញពីច្រកនៃប្រទេសបេឡារុសនោះមកប្រិមិត្តនៅចាំបានហើយគឺនៅឆ្នាំ2022គឺរុស្ស៊ីចូលវាយដំបូងនឹងចេញពីច្រកបេឡារុសហ្នឹងមកតែម្ដងបេឡារុសអនុញ្ញាតឲ្យចូលមកហ្នឹងនេះបើតាមការបញ្ជាក់របស់លោក Zelensky ដែលជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Zelensky បានមានប្រសាសន៍បន្ថែមទៀតថាទីក្រុងគៀវឥឡូវនេះគឺបានដឹងថារុស្ស៊ីបានរៀបចំជាសេណារីយ៉ូចំនួន5នៅក្នុងការវាយប្រហារដើម្បីពង្រីកសង្គ្រាមរបស់រុស្ស៊ីហ្នឹងមកពីតំបន់ភាគខាងជើងវិញអញ្ចឹងឥឡូវបើតាមលោក Zelensky គឺខាងក្រមចារកម្មរបស់អ៊ុយក្រែនហ្នឹងកំពុងតែវិភាគទៅលើអ្វីដែលគេទទួលបានគឺព័ត៌មានចារកម្មដែលខាងទទួលបានហ្នឹងគឺឲ្យដឹងថារុស្ស៊ីគឺត្រៀមវាចូលពីច្រក Chernihiv ហ្នឹងគឺនៅលើពីទីក្រុងគៀវបន្តិចបាទក្បែរបេឡារុសហ្នឹងចូលតាមច្រកហ្នឹងមកហើយដើម្បីវាយសង្គ្រោះមកអ៊ុយក្រែនមួយសារទៀតក៏ក៏ប៉ុន្តែលោក Zelensky បានបញ្ជាក់ថាកងកម្លាំងរបស់អ៊ុយក្រែនឥឡូវនេះគឺកំពុងតែបញ្ជូនទៅពង្រឹងទៅកន្លែងនោះហើយបន្ថែមទៀតហើយដោយឡែកសារព័ត៌មាន AP បានបញ្ជាក់ថាខ្លួនបានព្យាយាមតាក់ទងទៅខាងរុស្ស៊ីនិងបេឡារុសដែរចំពោះការលើកឡើងរបស់ខាងអ៊ុយក្រែននេះក៏ប៉ុន្តែប្រទេសទាំងពីរនោះគឺនៅមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមនៅឡើយទេអំពីការលើកឡើងរបស់អ៊ុយក្រែននេះហើយនៅក្នុងសង្គ្រាមនៅក្នុងមជ្ឈិមបូព៌ាក៏មានផលប៉ះពាល់ទៅលើប្រទេសអ៊ុយក្រែននេះផងដែរដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេសបើតាមសេចក្តីរាយការណ៍របស់កាសែត The Guardian នៅថ្ងៃនេះគឺខាងចក្រភពអង់គ្លេសឥឡូវនេះពន្យាពេលក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើប្រេងរបស់រុស្ស៊ីបាទដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់ចក្រភពអង់គ្លេសអាចទិញប្រេងពីរុស្ស៊ីឬក៏គេហៅថាប្រេងនៅដែលផលិតនៅប្រទេសរុស្ស៊ីហ្នឹងយកមកប្រើប្រាស់បានដោយសារតែសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាហ្នឹងហើយជាពិសេសនៅពេលដែលអ៊ីរ៉ង់គាត់បិទច្រកហមូសហ្នឹងគឺប្រេងឡើងថ្លៃអញ្ចឹងទៅគឺខាងចក្រភពអង់គ្លេសគឺបានអនុញ្ញាតបាទផ្ដល់ license បាទគឺបានអនុញ្ញាតហ្នឹងឲ្យនាំប្រេងចូលចាប់ផ្ដើមពីថ្ងៃពុធនេះតទៅដោយនាំប្រេងរុស្ស៊ីចូលក៏ប៉ុន្តែមិនចូលដោយផ្ទាល់ពីរុស្ស៊ីទេគឺប្រេងដែលគេចម្រាញ់ហើយសម្រាប់ចាក់នៅក្នុងយន្តហោះឬក៏ប្រេងម៉ាស៊ូតដែលអាចនាំចូលមកប្រើគឺនាំចូលមកពីប្រទេសទី3គឺប្រទេសឥណ្ឌានិងប្រទេសទូគីដែលទិញប្រេងពីរុស្ស៊ីទៅ
ហើយយកទៅចម្រាញ់នៅទីនោះអញ្ចឹងដូច្នេះគឺខាងឥណ្ឌាទូគីដែលគាត់មិនព្រមឈប់ទិញប្រេងរុស្ស៊ីហើយយកមកចម្រាញ់ឥឡូវគាត់កំពុងតែត្រូវប៉ាន់ច្រើនណាស់បាទត្រូវប៉ាន់ច្រើននៅមិនត្រឹមតែនៅខាងអង់គ្លេសទេគឺនៅខាងអាស៊ីមួយចំនួនក៏តាក់ទងទិញប្រេងឥណ្ឌានឹងដែរហើយទូគីនឹងដែរបាទដើម្បីយកមកប្រើប្រាស់ក្នុងពេលដែលមានស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ានេះហើយព័ត៌មានចុងក្រោយដែលខ្ញុំចងក្រងហើយព័ត៌មានចុងក្រោយដែលខ្ញុំចងក្រងមកជម្រាបជូនប្រិយមិត្តនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បាទ The Guardian គាត់បានឲ្យដឹងថាឥឡូវនេះគឺអាជ្ញាធរថៃគាត់បានពង្រឹងនៅវិធានការបន្ថែមទៀតទៅលើទឹកតការសម្រាប់ទេសចរដោយហេតុផលថាទេសចរដែលបរទេសដែលចូលទៅប្រទេសថៃហ្នឹងគឺបានប្រព្រឹត្តបទអ ுக ្រិតកម្មជាច្រើនបាទអញ្ចឹងដូច្នេះវិធានការរបស់គាត់ហ្នឹងគឺអ្នកដែលអាចស្នាក់នៅប្រទេសថៃដោយគ្មានទឹកតការបាទដោយគ្មានទឹកតការក្នុងនាមជាទេសចរនឹងគឺឥឡូវនេះគឺកាលពីមុនអាចនៅបាន60ថ្ងៃណាហើយមកពីប្រទេសចំនួនជាង90ហ្នឹងឥឡូវហ្នឹងគឺលែងអញ្ចឹងហើយគឺនឹងមានការកាត់បន្ថយបាទកាត់បន្ថយវិញដោយសារតែខាងទេសចរបានឲ្យដឹងថាមានកិច្ចការជាច្រើនដែលខាងទេសចរបរទេសទៅប្រទេសថៃហ្នឹងគឺមានរួមមានអ្នកខ្លះហ្នឹងទៅធ្វើការងារបង្កើតការងារលក់ដូរនៅហ្នឹងអ្នកខ្លះទៀតហ្នឹងគឺថែមទាំងប្រព្រឹត្តសកម្មភាពអនាចារជាច្រើននៅក្នុងប្រទេសថៃនៅកន្លែងដែលមានតំបន់ទេសចរហ្នឹងអញ្ចឹងបើតាមអ្នកនាំពាក្យរបស់ខាងរដ្ឋាភិបាលរបស់ថៃក៏បានបញ្ជាក់ឲ្យដឹងថាគឺឥឡូវនេះគឺទេសចរដែលបច្ចុប្បន្នហ្នឹងគឺអាចស្នាក់នៅបានចំនួន60ថ្ងៃដោយលើកលែងទឹកតការហ្នឹងឥឡូវហ្នឹងគឺបាទទទួលបានតែ30ថ្ងៃវិញហើយបាទ30ថ្ងៃវិញហើយដោយមិនចាំបាច់សុំទឹកតការនោះទេបាទហើយលើកមុនកាលលើកមុនគឺមានប្រទេសចំនួន93ឯណោះដែលអាចនឹងទទួលបានឋានៈបែបនេះបាទឥឡូវនេះគឺកាត់បន្ថយបាទកាត់បន្ថយបន្ថែមទៀតហើយគឺប្រទេសមិនដល់ច្រើនចឹងទេគឺនៅត្រឹមតែ54ទេដែលអាចទទួលបានទឹកតការដែលបានមកស្នាក់នៅប្រទេសថៃដោយមិនចាំបាច់សុំទឹកតការអីណាបាទអញ្ចឹងគឺថៃគាត់ព្យាយាមក្នុងការតាក់ទាញទេសចរឲ្យចូលមកក្នុងប្រទេសរបស់គាត់វិញហ្នឹងតាំងពីសម័យក្រោយកូវីដបាទក្រោយកូវីដហ្នឹងគឺមានការធ្លាក់ចុះទេសចរច្រើនដូច្នេះថៃគាត់ខំពង្រឹងវិស័យទេសចររបស់គាត់នឹងដោយដាក់វិធានការមួយចំនួនក្នុងការដែលតាក់ទាញនឹងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនទេសចរដែលទៅប្រទេសថៃនឹងគឺមិនបានច្រើនដោយអ្វីដែលថៃចង់បានមុនពេលកូវីដនោះទេបាទប៉ុន្តែឥឡូវនេះគឺកើតមានឡើងនៅបាទស្ថានភាពមិនល្អទៀតគឺទេសចរនឹងគឺធ្វើឲ្យវង្វេងវង្វាន់អ្នកខ្លះហ្នឹងធ្វើឲ្យទៅប្រព្រឹត្តប្រិយប្រថែមទាំងធ្វើឲ្យទេសចរមួយចំនួនបាទគាត់គេចចេញពីប្រទេសថៃទៅទៀតផងដែរបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែលបាននិយាយវិញគឺបាទទេសចរមួយចំនួនក៏អាចទៅដល់ហើយអាចនឹងសុំពន្យាទិដ្ឋាការដែរក៏ប៉ុន្តែគឺរដ្ឋាភិបាលថៃត្រូវតែពិនិត្យមើលឲ្យបានច្បាស់លាស់សិនបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាសម្រាប់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះបាទដែលខ្ញុំថានឹងអាចនឹងត្រឡប់មកវិញជូនប្រិមិត្តដើម្បីបានដឹងអំពីរឿងសំខាន់3គឺនៅរឿងអ៊ុយក្រែនរឿងថៃនិងរឿងនៅក្នុងប្រទេសកម្ពុជាហើយដូចដែលខ្ញុំបានជម្រាបចឹងគឺខ្ញុំនឹងយកសារព័ត៌មានបរទេសទេយកមកផ្សាយដូច្នេះមានរឿងខ្លះគេផ្សាយមិនល្អយ៉ាងណាក៏ដោយក៏ខ្ញុំនឹងយកឲ្យជូនប្រិមិត្តឲ្យបានដឹងទាំងអស់គ្នាថាតើគេរីកាយ៉ាងម៉េចអំពីប្រទេសកម្ពុជាដូច្នេះអាចនឹងប្រិមិត្តតកតបើត្រៀមខ្លួននៅក្នុងការដឹងអំពីទស្សនៈនៅប្រទេសខាងក្រៅបាទ